ជំរាបសួរថ្ងៃនេះយើងមកធ្វើពងមាន់កន្លុកទាំងអស់គ្នាឥឡូវយើងមកកូរវាមកយើងកូរវារៀងសប់ពេលសប់ហើយចាំយើងដាក់ចូលឆ្នាំងតែនេះយើងកូរឲ្យសប់សិនចាំពេលហើយចាំដាក់ចូលឆ្នាំងតែនេះខ្ញុំបានថតកន្លែងដាក់ចូលឆ្នាំងឲ្យបងប្អូនមើលខ្ញុំយកចេញពីឆ្នាំងឲ្យហ្មងឥឡូវយើងចូលចេញពីឆ្នាំងហើយមើលទៅនឹងទន់តំណងឆ្ងាញ់មែនតែនអានេះវាអត់តាន់នេះហ្មងណាអត់តាន់ទុនណាខ្លាំងខាងក្នុងខាងក្នុងវារៀងនៅរាវបើបងប្អូនចង់បានខាងក្នុងរៀងទុនបងប្អូនដាក់រៀងយូរបន្តិចទៅឥឡូវខ្ញុំឲ្យបងប្អូនមកមើលម្ដងមើលទៅសាច់គេនឹងទុនតំណងឆ្ងាញ់ណាឥឡូវយើងចាំហើយយើងមកដាក់ទឹកម្រេចទាំងអស់គ្នាដាក់ទឹកម្រេចហើយចាំយើងហូបដាក់ស្លឹកបន្លែអីចឹងណាឥឡូវខ្ញុំមកដាក់នេះបន្លែមួយហ្វិនពេលយើងដាក់បន្លែហើយចាំយើងដាក់មួយម៉ាត់មកឥឡូវយើងផ្លុំហើយយើងដាក់មួយម៉ាត់មកឆ្ងាញ់ខ្លាំងណាឆ្ងាញ់ដល់ថ្នាក់ឲ្យ